ครูกำนัดไว้40 ឆ្នាំ ไปសោភានៅតែត្អូញត្អែជីវិតកំសត់និងស្រក់ទឹកភ្នែកដូចរាល់ឆ្នាំครูกำนัดไว้40 ឆ្នាំ តារាចម្រៀងពេជ្រសោភានៅតែត្អូញត្អែមិនចេះចប់មិនចេះហើយមើលទៅហាក់បីដូចជាកំសត់ណាស់នាងតែងតែស្រក់ទឹកភ្នែកជារៀងរាល់ឆ្នាំដោយសារខ្វះភាពកក់ក្ដៅចូលវ័យ40 ឆ្នាំ តារាចម្រៀងពេជ្រសោភាកាន់តែមានរូបសម្រស់ស្រស់ស្អាតនិងនៅក្មេងជាងវ័យដដែលនាងមិនចាស់ទៅតាមវ័យរបស់ខ្លួនឡើយរហូតដល់មានអ្នកគាំទ្រជាច្រើនសរសើរថាពេជ្រសោភាស្អាតជាងកាលនៅពីក្មេងទៀតពេជ្រសោភាពិតជារំភើបចិត្តណាស់នៅពេលដែលទទួលបានពាក្យសរសើរប៉ុន្តែអ្វីដែលនាងមិនសូវសប្បាយចិត្តនោះគឺថ្ងៃខួបកំណើតវ័យ40 ឆ្នាំនៅក្នុងឆ្នាំនេះនាងហាក់បីដូចជាស្រងោតស្រងាត់ខុសប្លែកពីធម្មតាសូម្បីតែនៅថ្ងៃកំណើតរបស់ពេជ្រសោភាកាលពីប៉ុន្មានថ្ងៃមុននាងក៏បានចេញនៅបទចម្រៀងសែតនិងស្រក់ទឹកភ្នែកត្អូញត្អែពីស្នេហាបែកបាក់ផងដែរអ្វីដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនគិតថានាងបានបែកផ្លូវជាមួយគូស្នេហ៍លោកឈឹមសក្តាហើយនេះមិនមែនជាលើកទី1នោះទេដែលពេជ្រសោភាតែងតែបង្ហាញនៅអារម្មណ៍ខូចចិត្តរៀងរាល់ខួបកំណើតរបស់ខ្លួនម្ដងទាំងចេញបទចម្រៀងខូចចិត្តទាំងស្រក់ទឹកភ្នែកនិងបង្ហាញអារម្មណ៍មិនសប្បាយចិត្តតែទោះជាយ៉ាងណាពេជ្រសោភាតែងតែប្រាប់ខ្លួនឯងថាត្រូវតែរឹងមាំគ្រប់ពេលគួររំលឹកផងដែរថាកាលពីពេលកន្លងមកនេះពេជ្រសោភាក៏ធ្លាប់ត្អូញត្អែចង់បានកូនតែមិនចង់រៀបការបន្ទាប់ពីឃើញមិត្តសិល្បករនីខ្លះយកកូនដោយមិនមានស្វាមីមើលទៅហាក់បីដូចជាខ្លាចរអាក្នុងការរៀបចំជីវិតគូបន្ទាប់ពីខូចចិត្តរឿងស្នេហាមិនសមបំណងជាច្រើនលើកនាពេលកន្លងមក